ភាពយន្តឯកសាររឿង Still I Strive ឬយើងនៅតែព្យាយាមរៀបរាប់អំពីមណ្ឌលកុមារកំព្រាដែលប្លែកជាងគេមួយនៅក្នុងទីក្រុងភ្នំពេញកុមារកំព្រានៅទីនោះមានជំនាញសម្ដែងសិល្បៈបុរាណខ្មែរហើយប្រាថ្នាចង់សម្ដែងថ្វាយសម្ដេចព្រះរាមបុប្ផាទេវីភាពយន្តនេះត្រូវបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងដែលជាមហោស្រពភាពយន្តធំជាងគេនៅក្នុងទ្វីបអាស៊ីខ្ញុំមានបំណងចង់នាំក្មេងៗខ្ញុំទៅរំថ្ងៃស្ដេចដើម្បីឲ្យលោកដឹងពីសមត្ថភាពរបស់ក្មេងតែខ្ញុំមិនដឹងថាតើខ្ញុំត្រូវពឹងអ្នកណាដើម្បីឲ្យការងារនេះបានសម្រេចយើងរងចាំយូរហើយតែសង្ឃឹម 100% ក្នុងចិត្តណាទាំងគេទាំងយើងព្រោះរងចាំតែពាក្យមួយម៉ាត់ហ្នឹងឯងនៅពេលនេះលោក Adam Fleckha អ្នកដឹកនាំរឿង Still I Strive ចូលរួមបកស្រាយបន្ថែមអំពីរឿងនេះបាទសូមជម្រាបសួរ So out of the many Cambodian orphanages បាទហេតុអ្វីបានលោកជ្រើសរើសយកមណ្ឌលកុមារកំព្រាមួយនេះដើម្បីថតជាភាពយន្តឯកសារSummit Foundation of Cambodia was doing a lot of បាទអង្គការមូលនិធិឧត្តមកម្ពុជាបានធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅប្រទេសកម្ពុជាដូចជាកសាងសាលារៀនផ្ដល់ភាពអង្អាចដល់យុវជនការអប់រំក៏ដូចជាការជួយឧបត្ថម្ភមណ្ឌលកុមារកំព្រានេះអស់3ឆ្នាំហើយលោក Jim និងអ្នកស្រី Nancy Lee ស្ថាបនិកមូលនិធិនេះបាននាំខ្ញុំទៅមណ្ឌលកុមារកំព្រានេះក្នុងថ្ងៃចុងក្រោយដែលខ្ញុំនៅកម្ពុជាក្មេងៗក៏ធ្វើការសម្ដែងនិងគ្រោងទុកឲ្យខ្ញុំមើលខ្ញុំឃើញភ្លាមសក់ទឹកភ្នែកហើយបដិញ្ញាថាថតគុណអំពីពួកគេAnd how did you decide ហេតុអ្វីបានលោកដាក់ឈ្មោះរឿងនេះថាយើងនៅតែព្យាយាម Still I Strive is actually យើងនៅតែព្យាយាមនេះតាមពិតជាឃ្លាសំខាន់មួយនៃបទចម្រៀងនៅក្នុងរឿងនេះហើយវាក៏តំណាងឲ្យសាច់រឿងបង្ហាញសុទិដ្ឋិនិយមអំពីអនាគតនិងការព្យាយាមជំនះអតីតកាលដ៏ខ្លោចផ្សាបាទ So I mean in terms of the បើនិយាយអំពីអតីតកាលដ៏ខ្លោចផ្សានេះតើក្មេងៗទាំងនោះប្រឈមមុខនឹងការលំបាកអ្វីខ្លះដែលដូចថាខុសពីកុមារកំព្រាផ្សេងទៀតនៅប្រទេសកម្ពុជាWell, all the kids came from various circumstances. ក្មេងៗទាំងនោះមកពីស្ថានភាពខុសៗគ្នាអ្នកខ្លះបាត់បង់ទាំងឪពុកទាំងម្ដាយអ្នកខ្លះកំព្រាឪពុកម្ដាយហើយខ្លះទៀតមកពីគ្រួសារក្រីក្រមិនអាចរៀនបានប៉ុន្តែអ្វីដែលពិសេសអំពីមណ្ឌលកុមារកំព្រានេះគឺក្មេងៗមានវិន័យនិងរស់នៅមានរបៀបពួកគេប្រើការសម្ដែងសិល្បៈដូចជាការព្យាបាលផ្លូវចិត្តអញ្ចឹងដើម្បីបង្ហាញអំពីអារម្មណ៍និងរឿងរ៉ាវរបស់ពួកគេAnd I think that personal story was interwoven into the movie បាទរឿងរ៉ាវជីវិតរបស់ពួកគេម្នាក់ៗមានលាតត្រដាងនៅក្នុងដំណើររឿងភាពយន្តនេះហើយវិធីសាស្ត្រថតគឺបានកន្ត្រាក់អារម្មណ៍ខ្ញុំតាំងពីឈុតដំបូងម្លេះចុះសម្រាប់លោកជាអ្នកថតរឿងវិញពេលណាដែលលោកចាប់អារម្មណ៍បំផុត My wow moment was the very moment I met them ខ្ញុំមានចំណាប់អារម្មណ៍ភ្លាមពេលដែលខ្ញុំជួបក្មេងៗដំបូងដូច្នេះខ្ញុំថតរឿងនេះដើម្បីពិពណ៌នាអំពីអារម្មណ៍ភ្ញាក់ផ្អើលនេះពេលខ្ញុំជួបពួកគេដំបូងនិងអារម្មណ៍របស់ខ្ញុំស្រឡាញ់ពួកគេអញ្ចឹងខ្ញុំចង់ឲ្យអ្នកទស្សនាមានអារម្មណ៍ដូចខ្ញុំដែរបាទ How long did បាទតើឈុតមួយណាដែលលោកចងចាំជាងគេក្នុងពេលថតរឿងនេះIt was about 5 months and we lived with the children at the orphanage and shot them យើងថតរឿងនេះរយៈពេល5ខែដោយរស់នៅជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាថតពួកគេនឹងទាំងយប់ផងទាំងថ្ងៃផងកាត់តអស់6ខែខ្ញុំតែងនឹកដល់ពេលមួយនោះយើងទៅថតនៅខេត្តកំពតទាំងអស់គ្នាយើងគេងលើកន្ទេលនៅក្នុងវត្តមួយហើយនៅក្នុងព្រៃធម្មជាតិនិងឮសំឡេងសត្វព្រៃយើងតែងងើបពីព្រលឹមទៅមួយទឹកអណ្ដូងហើយក្មេងៗសប្បាយរីករាយយ៉ាងខ្លាំងដូចជាទៅដើរលេងអញ្ចឹងបើកូនក្មេងអាមេរិកកាំងវិញប្រកាសជាមិនមានអារម្មណ៍យ៉ាងដូចនេះទេ
And the kids also went to Busan for the film festival and ក្មេងៗទាំងនោះក៏បានទៅមហោស្រពភាពយន្ត Busan ដ៏ធំរបស់អាស៊ីប៉ុន្តែក្រៅពីព្រឹត្តិការណ៍នេះតើរឿងនេះទទួលបានចំណាប់អារម្មណ៍យ៉ាងណាដែរ We've had a really great feedback from the audience. យើងទទួលបានចំណាប់អារម្មណ៍ជាច្រើនទស្សនិកជនអាមេរិកបានសក់ទឹកភ្នែកហើយប្រាប់ពួកយើងថាពួកគេមានអារម្មណ៍ក្តុកក្តួលនិងរំភើបចំពោះប្រវត្តិរបស់ក្មេងទាំងនោះទស្សនិកជននៅកម្ពុជាមានប្រតិកម្មផ្សេងពួកគេបានសាទរនឹងទះដៃពេលទស្សនាភាពយន្តនេះហើយយើងខ្ញុំក៏រីករាយយ៉ាងខ្លាំងនឹងប្រតិកម្មនេះដែរបាទ So I have a last question តើក្មេងៗនឹងរូបលោកមានគម្រោងអ្វីទៀតបាទ Well, the kids, hopefully, they're all going on to បាទខ្ញុំសង្ឃឹមថាក្មេងៗនឹងបានបន្តការសិក្សានៅសាកលវិទ្យាល័យហើយមូលនិធិឧត្តមនឹងបន្តឧបត្ថម្ភពួកគេសម្រាប់ខ្ញុំនឹងបន្តថតភាពយន្តឯកសារខ្ញុំកំពុងថតភាពយន្តថ្មីមួយនៅរដ្ឋ Hawaii និងរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកបាទ Thank you បាទខ្ញុំសូមអរគុណ Adam ចំពោះបទសម្ភាសន៍នេះនិងសូមជម្រាបលា Som Dumriklia. Thank you so much for having me here.